គូផ្សេងមានការរៀបចំឲ្យសងសឹកតែខ្ញុំឆ្ងល់ថាគូចិត្តរយវណ្ណថងហើយនឹងពេជ្រសម្បត្តិអ្នកទាំងពីរនេះប្រកួតគ្នាកាលពីនៅថោនប្រកួតលក្ខណៈម៉ាហ្វៃមកទឹក9នាទីបាទអ្នកទាំងពីរធ្វើបានល្អមែនទែនបាទមិនធ្វើឲ្យម្ចាស់កម្មវិធីខកបំណងឲ្យបាទគឺប្រកួតគ្នាស្វិតស្វាញខ្លាំងមែនទែនបាទមានទៅមានមកហើយអ្នកទាំងពីរនេះគឺអត់មានអ្នកណាឈ្នះអ្នកចាញ់ទេគឺស្មើគ្នាបាទដោយចប់9នាទីទៅខ្ញុំឆ្ងល់ថាគូហ្នឹងហេតុអីបានអត់មានការរៀបចំឲ្យសងសឹកបាទហើយគូនេះគឺល្អមែនទែនបាទកាលពីប្រកួតគ្នាចប់ដំបូងថ្មីហ្នឹងគឺបងប្អូនយើងថាគូនេះរៀបចំឲ្យប៉ះគ្នាម្ដងទៀតមកដើម្បីឲ្យស្វែងរកអ្នកឈ្នះអ្នកចាញ់បាទហើយកាលនោះជុតរៀនថងក៏បាននិយាយដែរថាកាលនោះគឺគាត់វាយគាត់ចិត្តពេជ្រសម្បត្តិបាទដោយវាយម៉ាហ្វៃមកទឹក9នាទីហ្នឹងឥឡូវហ្នឹងកាលហ្នឹងជុតរៀនថងក៏បាននិយាយថាលំមគាត់ចិត្តគាត់វិញហើយបាទដោយវាយ5ទឹកកងធំទៅបាទតែឆ្ងល់ថាគូនេះមិនបានស្ងាត់ឈឹងហ្មងបាទចូល2ឆ្នាំមកគ្នាបាទអត់មានឃើញមានការភូកងឬក៏កោះឡើងមកវិញទេអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូដែលខ្ញុំនិយាយទៅហ្នឹងអាចនឹងធ្វើឲ្យបងប្អូនយើងនឹកឃើញមកវិញដែរបាទគូនេះល្អមើលណាបងប្អូនបាទគឺអ្នកចិត្តសាស្ត្រហើយនឹងប៉ះជាមួយនឹងអ្នកបុកហើយបើសិនជាលក្ខណៈកងធំ5ទឹកគឺយើងដឹងហើយបាទដាច់ស្រេចបងប្អូនគ្នាបាទកីឡាយើងមកចាំភូកងកងចេញមករៀមវាយគ្នាងាប់រួយទេបាទកងធំនេះ5ទឹកគឺដឹងអត់ដាច់ហើយបាទខាងណាមានបន្ទុកច្រើនជាងអ្នកណាល្អជាងគឺយើងដឹងសាច់នៃការប្រកួតហើយបាទអញ្ចឹងសង្ឃឹមថាវីដេអូនេះចេញទៅបងប្អូនយើងនឹកឃើញហើយនឹងជួយ share វីដេអូនេះម្នាក់មួយបងប្អូនគ្នាបាទជុតរៀនថងហើយនឹងពេជ្រសម្បត្តិបាទល្មមមានការគូកងឲ្យសងសឹកគ្នាបងប្អូនគ្នាបាទដើម្បីជំរះមជីចាស់បាទកាលពី2ឆ្នាំមុនបាទអញ្ចឹងសូមបងប្អូនចូលរួមខមមិននៅក្នុងវីដេអូនេះទាំងអស់គ្នាបាទកុំបោះមួយដៃចូលលេកណ្ដាប់ដៃរបស់សម្បត្តិជាប់ជើងដៃរបស់សម្បត្តិមួយដៃរបស់សម្បត្តិទៀតដៃកៃរបស់បាត់ថងកៃរបស់បាត់ថងទាត់របស់បាត់ថងអូយដំរីផ្លាយការអត់ចូលឆាកសអត់ទៅចិត្តដូចគ្នាកែងប្រកាន់ពុះស្លាប់ទាត់មួយជើងមួយដៃរបស់បាត់ថងមួយទឹក9នាទីវឹកប្រដាល់គុណខ្មែរប្រចាំប្រទេសកែងទៅកែងមកដៃកែងដៃរបស់សម្បត្តិបោះជង្គង់របស់បាត់ថងជង្គង់របស់បាត់ថងកែងទៅមកទាត់មួយជើងរបស់បាត់ថងសម្បត្តិនៅតែដើរចូលជង្គង់ច្រត់ចេញមួយទៀតអូយជង្គង់បាទជាស្រីមែនទេកណ្ដាប់ដៃរបស់បាត់ថងចូលក្បាលពោះ